អរុនសួស្ដីកូនកូនអរុនសួស្ដីអ្នកគ្រូពេលលេងនឹងគូរូបដៃអាចក៏ខ្វក់បានយាយងាយដៃខ្ញុំមានពណ៌ច្រើនណាស់មុនពេលខ្ញុំបាយអ្នកគ្រូមានអ្វីមួយចង់ប្រាប់កូនកូនតែយើងបានលាងដៃហើយឬនៅមេរោគទូចមើលមិនឃើញប៉ុន្តែវាអាចធ្វើឲ្យយើងឈឺបានអូដៃក៏ខ្វក់ជួយឲ្យមេរោគចូលខ្លួនយើងលាងដៃត្រឹមត្រូវជួយការពារសុខភាពយើងលាងដៃជាមួយសាប៊ូឲ្យស្អាតគ្រប់ម្រាមពេលលាងដៃជាមួយគ្នាវាคล้ายជារឿងសប្បាយដៃខ្ញុំស្អាតហើយលាងដៃធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អដៃស្អាតធ្វើឲ្យរាងកាយមានសុខភាពល្អតើយើងត្រូវលាងដៃពេលណាមុនខ្ញុំណាបន្ទាប់ពីចូលបង្គន់មុនខ្ញុំបន្ទាប់ពីចូលបង្គន់ខ្ញុំចាំត្រូវលាងដៃជានិច្ច